เรื่องอโศกสลดเนื่องอโศกาศកាលពីព្រេងនាយមានក្មេងប្រុសពីរនាក់នៅភូមិជាមួយគ្នាមួយឈ្មោះអโศកស្លូតមួយឈ្មោះអโศកកាចឯអโศកកាចចិត្តអាក្រក់បើលេងល្បែងអ្វីៗនឹងក្មេងផងគ្នារកតែរឿងឆ្លក់ជេរវាយគេមិនដែលខានម្ដាយឪពុកអโศកកាចនោះជាអ្នកគ្រាន់បាមានស៊ីមានចាយកាន់ជើងអโศកកាចណាស់បណ្ដាជនក្នុងភូមិនោះខឹងស្អប់អโศកកាចពុនពេកឯអโศកស្លូតកំព្រាឥតមានមាតាបិតាមានតែជីដូនក៏ចាស់ជរាក្រឡុំលំបាកពេកក្រៃអโศកស្លូតនោះបើលេងល្បែងអ្វីៗនឹងក្មេងផងគ្នាក្នុងភូមិនោះពុំដែលឆ្លក់ប្រកែកដល់ម្ដងឡើយបណ្ដាជនក្នុងភូមិនោះអាណិតស្រឡាញ់ឲ្យចំណៃស៊ីខកអ្នកនេះអ្នកនោះឲ្យមិនដែលសល់ខានម្លោះហើយអโศកកាចនោះច្រណែនទាំងមួម៉ៅក្តៅចិត្តរឹតតែកាចឡើងជេរវាយកូនគេឥតកោតញញៀតចាស់នឹងចាស់ឆ្លោះគ្នាប្រតែកាន់ជើងកូនរៀងខ្លួនលុះអโศកស្លូតនិងអโศកកាចចម្រើនអាយុធំឡើងអโศកកាចបបួលអโศកស្លូតថាវៃយើងចង់នាំគ្នាទៅកាប់រស័យលុះរនៀបត្បិតចាស់អโศកស្លូតឯងបាក់ពុកអស់ហើយអโศកស្លូតថាអញគ្មានប្រដាប់កំបិតឲ្យជាមុតមមទេទាំងអង្គត្រីសាច់ថ្នាំជក់ក៏គ្មានផងសប្ថ្ងៃរកបានព្រឹកខ្វះល្ងាចអโศកកាយថាកុំបាច់យកមកហូបចំណីថ្នាំជក់កំបិតគ្រប់ប្រដាប់ទៅឡើយធានាលើអញទាំងអស់ឯងមានតែខ្លួនចោះថាហើយក៏បណ្ដាគ្នាទៅដល់ផ្ទះអโศកស្លូតហើយអโศកស្លូតក៏និយាយប្រាប់ជីដូនថាបងសុកគេបបួលខ្ញុំទៅកាប់រស័យលុះរនៀបប្រដាប់ប្រដាអាហារផូចនៅលើគេទាំងអស់ខ្ញុំមានតែខ្លួនទេជីដូនខ្វាត់ថាចៅកំទៅព្រៃរស័យនោះស្ងាត់ណាស់អโศកថាមិនអីទេយាយផ្ទះយាយបាក់ពុកអស់ហើយបានរនៀបមកគ្រាន់នឹងជួសជុលកុំឲ្យផុងយាយឯយាយផ្ដាំថាចៅទៅក៏ទៅចុះតែចៅមើលថែទាំប្អូនផងអโศកស្លូតអโศកកាយវេកបាយសំណុំគ្រប់ប្រដាប់សម្រាប់កាប់រស័យលុះរនៀបចេញទាំងពីរញាក់ទៅដល់ព្រៃរស័យកាប់បានហើយលុះរនៀប